រឿងនិទានខ្មែរជាសត្វពស់និងសត្វបក្សីសេចក្តីផ្ដើមកាលពីយូរយារណាស់មកហើយនៅក្នុងព្រៃធំមួយមានសត្វពស់ឈ្មោលមួយនៅជាមួយសត្វបក្សីមួយក្បាលដែលរស់នៅលើដើមឈើធំមួយសត្វទាំងពីរបានក្លាយជាមិត្តភក្តិដ៏ល្អនឹងគ្នាទោះបីជាពួកគេខុសគ្នាទាំងសន្តានក៏ដោយការបែកបាក់មិត្តភាពថ្ងៃមួយសត្វបក្សីបានឃើញផ្លែឈើឈ្ងុយជាច្រើននៅលើដើមឈើផ្សេងវាបានហាយកមកឲ្យសត្វពស់ជាមិត្តរបស់វាបរិភោគជារៀងរាល់ថ្ងៃសត្វពស់ក៏សប្បាយចិត្តនឹងការថែរក្សារបស់សត្វបក្សីប៉ុន្តែនៅថ្ងៃមួយសត្វពស់មានអារម្មណ៍ឃ្លានខ្លាំងណាស់វាបានឃើញសត្វបក្សីដែលកំពុងដេកលក់នៅក្បែរខ្លួនហើយសត្វពស់ក៏មិនអាចទប់ចិត្តទ្រាំទារការឃ្លានបានឡើយវាបានព្រឺសត្វបក្សីនោះយកទៅស៊ីផលវិបាកបន្ទាប់ពីស៊ីសត្វបក្សីរួចសត្វពស់ក៏សោកស្ដាយក្រោយវាយល់ថាខ្លួនបានបាត់បង់មិត្តភក្តិល្អជាមិនខានការងាយស្រួលបែបនេះបានធ្វើឲ្យវានឹកឃើញពីភាពស្និទ្ធស្នាលដែលពួកគេធ្លាប់មានពេលនោះបក្សីម្ដាយដែលជាម្ដាយរបស់បក្សីតូចបានហើរមករកកូនរបស់នាងបានឃើញសត្វពស់កំពុងស៊ីសាច់ដែលនៅសល់ពីបក្សីតូចបក្សីម្ដាយស្រែកយំអស់សំឡេងហើយសួរថាអាពស់អើយតើអ្នកបានធ្វើអ្វីចំពោះកូនខ្ញុំសត្វពស់ក៏ទទួលស្គាល់កំហុសរបស់ខ្លួនហើយឆ្លើយថាក៏ខ្ញុំសុំទោសម៉ែបក្សីខ្ញុំមិនអាចទប់ចិត្តទ្រាំទារការឃ្លានបានទេឥឡូវខ្ញុំក៏សោកស្ដាយដែរគិតរឿងបក្សីម្ដាយបាននិយាយទៅកាន់សត្វពស់ដោយខឹងសម្បាថាអាពស់អើយការងាយស្រួលបែបនេះនឹងនាំឲ្យអ្នកវិនាសខ្លួនឯងអ្នកក្តីសង្ឃឹមថានឹងរស់នៅដោយសុខសប្បាយជាមួយសត្វដទៃតែសភាពធម្មជាតិរបស់អ្នកនឹងតែងតែធ្វើឲ្យអ្នកបំភ្លេចពីមិត្តភាពរឿងនិទាននេះបង្រៀនយើងថាកុំឲ្យភាពអត់ធ្មត់ឬភាពងាយស្រួលនាំឲ្យយើងបំភ្លេចគុណធម៌និងមិត្តភាពធម្មជាតិនៃសត្វមិនអាចបដូរបានយ៉ាងងាយការធ្វើអ្វីដោយភាពងាយស្រួលអាចនាំមកនូវផលវិបាកយូរអង្វែងការសន្និដ្ឋានចាប់តាំងពីថ្ងៃនោះមកសត្វពស់ត្រូវរស់នៅតែម្នាក់ឯងដោយនឹកដល់មិត្តភក្តិដ៏ល្អដែលវាបានបាត់បង់រឿងនេះបានបន្តជារឿងដែលគេរៀនយកជាគត់ដល់ក្មេងជំនាន់ក្រោយអំពីសារប្រយោជន៍នៃការគ្រប់គ្រងខ្លួនប្រាណនិងតម្លៃនៃមិត្តភាពពិតប្រាកដ